បាទសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីនៃ channel របស់ខ្ញុំបាទតទៅនឹងការចិញ្ចឹមទន្សាយថ្ងៃនេះគឺខ្ញុំសូមឆ្លើយតប comment បងប្អូនយើងគាត់សួរថានៅពេលបង្កើតទន្សាយនឹងគួរដាក់មីញីជាមួយឲ្យឈ្មោលប្រហែលថ្ងៃបាទអញ្ចឹងជាទូទៅអានេះគឺស្រេចទៅលើបងប្អូនអ្នកចិញ្ចឹមរៀងៗខ្លួនស្រេចទៅលើបទពិសោធន៍រៀងៗខ្លួនប៉ុន្តែសម្រាប់ខ្ញុំចិញ្ចឹមប្រហែលឆ្នាំនេះជាទូទៅខ្ញុំដាក់ខ្ទង់មួយអាទិត្យទៅ10ថ្ងៃបាទហើយអាស្រ័យនឹងលើទន្សាយរបស់យើងណាទន្សាយយើងពេលខ្លះសុខភាពវាល្អដាក់តែមួយថ្ងៃឈ្មោះជន់តែម្ដងឬក៏មួយថ្ងៃនឹងអាចផើមទៅជាងការដាក់ឈ្មោះមួយគ្នាតែម្ដងជន់តែម្ដងមកពេលមកព្រឹកឬល្ងាចនឹងក៏ផើមទៅបាទអញ្ចឹងវាអាស្រ័យលើសុខភាពទន្សាយដែរបាទបើសុខភាពមិនល្អវាឆាប់ផើមដែរទៅហើយទន្សាយខ្លះដាក់ជាមួយគ្នាមួយអាទិត្យអីបានវាផើមមួយថ្ងៃទី6ទី7ក៏មានដែរអញ្ចឹងបាទខ្ញុំជាទូទៅខ្ញុំដាក់ទៅមួយអាទិត្យទៅ10ថ្ងៃបាទអញ្ចឹងពេលខ្លះបើយើងដាក់ឈ្មោះថ្ងៃទី1បើសិនជាវាផើមថ្ងៃទី1ត្រូវកើតថ្ងៃទី1ខែក្រោយប៉ុន្តែជាក់ស្ដែងវាអត់អញ្ចឹងទេបងប្អូនពេលច្រើនវាអាចផើមថ្ងៃទី5ទី6ទៅតរទី6ខែព្រឹកបានវាកើតអញ្ចឹងកាលណាយើងដាក់មួយទៅថ្ងៃ2ថ្ងៃពេលខ្លះយើងដកចេញជាងការបើវាអត់ផើមវាធ្វើឲ្យយើងខាតពេលវេលាទៅដាក់ឈ្មោលមួយខែទៀតដែរបាទអញ្ចឹងបានខ្ញុំជាទូទៅដាក់ខ្ទង់មួយអាទិត្យអីចឹងបាទអានឹងវាអត្រាផើមវាភាគរយច្រើនបាទតែសរុបមកគឺអាស្រ័យលើបងប្អូនទេបងប្អូនចង់ដាក់កន្លះខែ10ថ្ងៃមួយអាទិត្យ3ថ្ងៃ4ថ្ងៃ1ថ្ងៃអីតែលើបងប្អូនទេបាទអញ្ចឹងអរគុណបងប្អូនអរគ្នា